បាទសួស្តីបងប្អូនបាទនេះគឺជាវីដេអូស្តីអំពីការចូលប្រើប្រាស់បាទ website បាទហើយនៅក្នុងនេះចំពោះអឺ website របស់យើងនេះគឺយើងមានទី1បាទវីដេអូណែនាំទី1គឺយើងមានការប្រើប្រាស់ app ទី1នេះបាទអញ្ចឹង app ទី1នេះគឺជា app ដែលគ្រូ update ជូនថ្មីបាទចំពោះ app ផ្នែកទី2នេះគឺជាបទបង្ហាញបាទបងប្អូនអាចចូលមកកាន់ផ្នែកនេះហើយបន្តមកទៀតបងអាចជ្រើសរើសបាទលំហាត់បាទនេះគឺជាកម្រិតងាយបាទកម្រិតងាយនេះគឺជាកម្រិតមធ្យមបាទបងអាចចូលមកប្រើប្រាស់បានណាបាទអញ្ចឹងមានកម្រិតរហូតដល់8បាទដែលជាកម្រិតពិបាកហើយមួយវិញទៀតគឺមានផ្នែកវិញ្ញាសាដែលមានកម្រិតដែលគេហៅរ៉ូម៉ាំងទី1ហ្នឹងគេថាវិញ្ញាសាទី1ហ្នឹងវាមានច្រើនរ៉ូម៉ាំងវាមាន8រ៉ូម៉ាំងឬក៏7រ៉ូម៉ាំងឬក៏6រ៉ូម៉ាំងដែលជាលក្ខណៈស្តង់ដារនៃវិញ្ញាសាត្រៀមឡងគ្រូបាទអញ្ចឹងបងប្អូនអាចចូលមកកម្រិតទី1ទី2ទី3ទី4រហូតបាទរហូតដល់មកដល់ទី8គឺជាកម្រិតពិបាកបាទអញ្ចឹងបងប្អូនអាចចូលមកប្រើប្រាស់បានឧទាហរណ៍ថាបងប្អូនចង់ប្រើប្រាស់ទៅលើផ្នែកវិញ្ញាសានេះបាទផ្នែកវិញ្ញាសាដែលជាកម្រិតមធ្យមអញ្ចឹងយើងគ្រាន់តែចុចផ្នែកហ្នឹងមកបាទបន្តមកទៀតគឺបងប្អូនគ្រាន់តែចុះឈ្មោះមកជាការស្រេចបាទអញ្ចឹងជំហានដំបូងមុននឹងបងប្អូនប្រើគឺបងប្អូនចុះឈ្មោះសិនចុះឈ្មោះឲ្យបងប្អូនអាចដាក់ឈ្មោះអីក៏បានដែរតាមតែបងប្អូនប្រើប្រាស់បាទអញ្ចឹងដាក់អីក៏បានដែរប៉ុន្តែលេខកូដយើងត្រូវចាំថាក្នុងប្រព័ន្ធគឺចាប់ពី6ខ្ទង់ឡើងណាបាទចាប់ពី6ខ្ទង់ឡើងអញ្ចឹងយើងចង់ដាក់អីដាក់ទៅសំខាន់យើងចាំតែពីរនេះឯងចាំតែកន្លែងនេះមួយនិងកន្លែងនេះមួយទៀតបាទហើយអូខេយើងបានប៉ុណ្ណឹងមកបាទហើយយើងអាចដាក់រូបភាពបានដែរបើសិនជាយើងចង់ដាក់ហើយយើងចុះឈ្មោះមកអញ្ចឹងកន្លែងនេះយើងត្រូវចាំថាយើងបំពេញមិញសុក2025បាទនេះយើង1 2 3 4 5 6បាទអញ្ចឹងយើងចូលបានហើយបាទអញ្ចឹងយើងចូលធ្វើវិញ្ញាសានឹងបានហើយអញ្ចឹងក្នុងវិញ្ញាសានេះយើងចង់បើក4 5ផ្ទាំងក៏បានដែរយើងចូលមកផ្ទាំងមួយទៀតមកបាទមានន័យថាក្នុងការធ្វើលំហាត់ហ្នឹងគឺរងចាំប្រហែលជា1នាទីបានវាបង្កើតលំហាត់ជូនបានទៅទៀតយើងចង់ធ្វើលំហាត់កម្រិតពិបាកបាទកម្រិតខ្ពស់បាទដែលពិបាកយើងអាចចូលមកបានឧទាហរណ៍ថាកម្រិតទី6នេះចុះបាទគ្រូចូលមកនេះបាទបន្តមកទៀតគឺគ្រូនឹងចុះឈ្មោះសិនមុននឹងយើងចូលប្រើប្រាស់បានបាទយើងចុះឈ្មោះសិនណាបាទចុះឈ្មោះយើងដាក់អីដាក់ទៅបាទយើងដាក់តណាក៏បានឬក៏យើងដាក់ផ្សេងទៅក៏បានដែរបងសំខាន់làយើងចាំខ្លួនឯងហើយយើងចុះយើងមើលមកតើបានគ្រប់6ខ្ទង់នៅបាទអញ្ចឹងយើងបាទបន្តទៀតយើងដាក់បានដាក់ទៅណាវាបញ្ហាទេយើងដាក់តាមហ្នឹងមកបាទយើងចុះឈ្មោះបានអញ្ចឹងយើងផ្នែកខ្លះវាឲ្យយើងបញ្ចូលឈ្មោះឡើងវិញផ្នែកខ្លះគឺអាចឲ្យយើងធ្វើទៅ direct ក៏បានដែរអញ្ចឹងវាមានតាមហ្នឹងណាបាទអញ្ចឹងបងប្អូនមុននឹងធ្វើលំហាត់បាទគឺបងប្អូនត្រូវចុះឈ្មោះសិនបាទហើយយើងត្រូវចាំបាទបាទអញ្ចឹងនេះគឺជា version មុនហើយនេះគឺជា version ដែលគ្រូ update ជូនថ្មីណាបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទ